មួយនេះគឺផុតកំណត់នៅឆ្នាំ2021តើអ្នកមិនបានចុះកិច្ចសន្យាថ្មីទេនេះគឺជាកិច្ចសន្យាថ្មីដែលបានចុះនៅឆ្នាំ2021វាមានចុះហត្ថលេខារបស់ខ្ញុំនិងលីនជាងទាំងពីរនាក់លុយថ្លៃជួលគឺខ្ញុំជាអ្នកបង់នៅលើនោះមានត្រាផ្លូវការរបស់កសិដ្ឋានផងដែរអ្នកអាចពិនិត្យមើលឯកសារតាមបានមែនហើយក្នុងប្រព័ន្ធរបស់យើងមានកំណត់ត្រានៅឆ្នាំ2021អ្នកពិតជាបានមកចុះកិច្ចសន្យាថ្មីមែនបានបង់ប្រាក់ថ្លៃជួលចំនួន 30,000 ពិតជាអត់ខ្មាស់មែនលួចរបស់គេហើយនៅមកចោទគេមកវិញទៀតឥឡូវនេះសូម្បីតែចំការក៏មិនមែនជារបស់គាត់តែម្នាក់ឯងដែរបែកមុខមាត់អស់ហើយលីនជាងពិតជាជីក្រណ្ដៅដាក់ខ្លួនឯងមែនតាមឡើយចង់បកមកខំគេវិញតែបែរជាធ្វើឲ្យខ្លួនឯងខ្មាស់គេទៅវិញប្រដាប់ប៉ុន្មានសន្លឹកនេះខ្ញុំត្រូវតែរក្សាទុកឲ្យល្អពេលគិតគូរគ្នាថ្ងៃក្រោយនេះគឺជាភស្តុតាងជាក់ស្ដែងដែលគាត់លួចរបស់គេគាត់កំពុងតែអស់ផ្លូវដើរហើយបន្ទាប់មកគាត់ច្បាស់ជាធ្វើរឿងអ្វីដែលហួសហេតុជាងនេះទៀតមិនស្រួលទេលីនជាងនាំពួកកញ្ជឿធ្លុះពីរអ្នកមកឧបករណ៍ដែលអ្នកទុកនៅខ្ទង់លើភ្នំនោះទាំងឧបករណ៍បំបើមេឃនិងឧបករណ៍ថែទាំត្រូវគេយកទៅអស់ហើយពួកគេថែមទាំងចង់រូបធ្វើទ្វារទៀតផងទើបតែត្រឡប់ពីគណៈកម្មការភូមិមកសោះខ្ញុំស្មានតែគាត់អាចស្ងប់ចិត្តបានប៉ុន្មានថ្ងៃមិននឹកស្មានថាមកបង្កចំនួនលឿនម្ល៉េះឈប់ដៃទៅចំការនេះជារបស់ខ្ញុំឧបករណ៍ទាំងនេះក៏ជារបស់ខ្ញុំដែរកុំសង្ឃឹមថានឹងបានប៉ះផ្លែឈើខ្ញុំទៀតឧបករណ៍ទាំងនេះខ្ញុំទិញដោយខ្លួនឯងរួមទាំងឧបករណ៍បំបើមេឃដែលឪពុកខ្ញុំបន្សល់ទុកឲ្យល្អបំផុតគឺអញត្រូវប្រគល់វាឲ្យខ្ញុំវិញបើមិនដូច្នេះទេអញនឹងត្រូវទទួលខុសត្រូវធ្ងន់ធ្ងរអញនិយាយពីឧបករណ៍ចាស់នេះមែនទេវាក៏ត្រឹមតែជាឧបករណ៍ចាស់មួយឈុតដែរឥឡូវនេះខ្ញុំនឹងបោះវាចោលមើលថាអញធ្វើអ្វីខ្ញុំបាននោះគឺជាគេមរតកតែមួយគត់ដែលឪពុកខ្ញុំបន្សល់ទុកឲ្យវាសំខាន់ជាងជីវិតខ្ញុំទៅទៀតលីងឆឹងខ្ញុំនឹងវាឯងឲ្យងាប់ការប្រហែងសានៅពេលនេះមានតែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះមិនដឹងទេពិតជាអសិលធម៌ណាស់កន្ត្រៃកាត់មេឃទាំងនោះគឺជាកេរ្តិ៍ដំណែលដ៏មានតម្លៃដែលឪពុកគាត់បន្សល់ទុកឲ្យរាល់ពេលបំបើមេឃគឺត្រូវប្រើវាជានិច្ចទើបតែហ៊ានយកមកប្រើមែនទេបងចាំបន្តិចទៀតខ្ញុំចុះទៅក្រោមជ្រុះរកជូនបងនៅក្នុងជ្រុះមានសុទ្ធតែបន្លែគ្រោះថ្នាក់ណាស់ពេលចុះទៅរកចាំថ្ងៃក្រោយពេលសម្រាប់ពីការងារខ្ញុំនឹងមកដើររកម្ដងបន្តិចហើយក៏ប្រាប់ដំណឹងដល់អ្នកភូមិយើងដែរយ៉ាងណាក៏គង់តែរកឃើញដែរអ្នកទាំងអស់គ្នាបានឃើញហើយមែនទេលីនឈៀងបានយកកន្ត្រៃរបស់ខ្ញុំដោយចិត្តណាបោះចោលទៅក្នុងជ្រុះតើអ្នកណាខ្លះអាចជួយធ្វើជាសាក្សីឲ្យខ្ញុំបានពួកយើងព្រមពួកយើងទាំងអស់គ្នាបានឃើញតបភ្នែកលីនឈៀងស្មានថាបោះកន្ត្រៃខ្ញុំចោលនោះខ្ញុំនឹងគ្មានភស្តុតាងបញ្ជាក់ថាបច្ចេកទេសនេះជារបស់ខ្ញុំក្មេងខ្ចីពេកហើយទោះបីជាគ្មានកន្ត្រៃនោះក៏ដោយដើមឈើហូបផ្លែពេញភ្នំនេះសុទ្ធតែមានសញ្ញាដែលខ្ញុំបានកត់សម្គាល់ទុកលើគ្រប់ដើមបច្ចេកទេសទាំងអស់គឺស្ថិតនៅក្នុងក្បាលខ្ញុំរួចហើយចាំបន្តិចសិនរងចាំលោកលីវមកដល់សិននៅពេលដែលភស្តុតាងទាំងអស់ត្រូវបានដាក់លើតុខ្ញុំនឹងទូទាត់ជាមួយវាឲ្យដាច់ស្រឡះម្ដងមួយពួកអ្នកកុំបារម្ភអីចាំមើលពេលដែលខ្ញុំដេញលីនមូចេញពីទីនេះអ្នកទាំងអស់គ្នានឹងទទួលបានប្រាក់ឈ្នួលបន្ថែម$20ក្នុងមួយថ្ងៃទូទាត់លុយភ្លាមនៅថ្ងៃនោះតែម្ដងមិនមានការជំពាក់ជំពេលឡើយពិតមែនហើយគេចិត្តត្រូវគេដេញចេញពីភូមិហើយសូម្បីតែលុយមួយសេនក៏គេគ្មានដែរធ្វើការជាមួយគេមានតែខាត់ពេលទេប៉ុណ្ណោះលីនមូមើលចុះកម្មករទាំងនេះលែងចង់ធ្វើការជាមួយអញហើយមើលថាអញនឹងទៅប្រមូលផលដោយរបៀបណាបើដល់ពេលកំណត់ហើយមិនអាចដឹកជញ្ជូនទាន់ឯងនឹងខាតសូមគោរពអ្នកទាំងអស់គ្នាប្រាក់ឈ្នួលកន្លះខែរបស់អ្នកទាំងអស់គ្នាខ្ញុំបានបើកឲ្យពាក់កណ្ដាលរួចហើយកាលពីសប្តាហ៍មុនអ្នកទាំងអស់គ្នាទទួលបានគ្រប់គ្នាហើយមែនទេកំណត់ត្រាការផ្ទេរប្រាក់នៅទីនេះទាំងអស់តើខ្ញុំធ្លាប់ជំពាក់ប្រាក់ឈ្នួលអ្នកទាំងអស់គ្នានៅពេលណាទទួលបានពិតមែនលោកលីនបើកប្រាក់ឈ្នួលឲ្យយើងទៀងទាត់ណាស់មិនដែលយឺតយ៉ាវម្ដងណាឡើយនេះគឺជាកិច្ចសន្យាទិញលក់ឆ្នាំនេះចំណូលសរុបឆ្នាំនេះគឺ2,850,000គ្រាន់តែលុយកក់លោកលីវបានផ្ទេរមកឲ្យខ្ញុំ20,000រួចហើយទោះជាបើកឲ្យ3ដងក៏នៅតែគ្រប់ដែរអ្នកទាំងអស់គ្នាធ្វើការដោយក្តីទុកចិត្តចុះប្រាក់ឈ្នួលថ្ងៃនេះខ្ញុំថែមជូនម្នាក់$10ពេលផ្លែឈើទាំងនេះចប់ខ្ញុំនឹងបើកឲ្យភ្លាមមិនខ្វះមួយសេនឡើយកុំទៅជឿវាឲ្យសោះវាគ្រាន់តែជាអ្នកបោកប្រាស់ប៉ុណ្ណោះលុយគឺនៅជាមួយខ្ញុំទាំងអស់គាត់គ្មានលុយសងទេអ្នកមើលដល់ខ្លួនឯងទៅតើវាគ្រប់សម្រាប់បើកប្រាក់ឈ្នួលទេឯអ្នកវិញឆ្នាំមុនបានពឹងអ្នកមីងវ៉ាងឲ្យជួយសង់ផ្ទះជំពាក់ថ្លៃឈ្នួលគាត់3,000អូបន្លាយមួយឆ្នាំហើយមិនទាន់សងផងមែនទេចាំមើលសិនទៅអ្នកធ្វើអីហ្នឹងការបោះឆ្នោតខ្ញុំផ្ទេរលុយ10,000ឲ្យអ្នកហើយទៅទិញទឹកនិងអាហារថ្ងៃត្រង់ឲ្យអ្នកទាំងអស់គ្នាញ៉ាំទៅបានហើយលោកម្ចាស់ចំការលីនអ្នកទាំងអស់គ្នាខំប្រឹងឡើងកន្ត្រៃដែលប៉ាទុកឲ្យខ្ញុំគឺធ្លាក់នៅទីនេះឯងលីនឈៀងខ្ញុំប្រកាសជាធ្វើឲ្យអ្នកសងតម្លៃនឹងរឿងនេះមិនខានលោកម្ចាស់ចំការលីនឲ្យខ្ញុំទៅដល់ហើយខ្ញុំយកឧបករណ៍វាស់គុណភាពនិងលុយនៅសល់ទៅដល់ចាំជួបគ្នាផ្ទាល់បាទលោកលីវចំការខ្ញុំប្រមូលផលចិត្តរួចរាល់ហើយជួបគ្នានៅថ្ងៃស្អែកពេលលោកលីវមកដល់ផ្លូវដើរចុងក្រោយរបស់លីនឈៀងនឹងត្រូវកាត់ផ្ដាច់ភស្តុតាងគ្រប់គ្រាន់អស់ហើយចាំដល់លោកលីវមកស្អែកទើបដោះស្រាយរឿងលុយកាក់ប៉ុន្មានឆ្នាំនេះជាមួយលីនឈៀងឲ្យដាច់ស្រឡះខាងក្រៅហាក់មានរឿងអីហើយឆ្កែខំមនុស្សហើយពួកអ្នកត្រូវតែសងសំណងត្រូវហើយពួកគេចេតនាដោះឆ្កែឲ្យខំមនុស្សមានរឿងអីហ្នឹងលោកមន្ត្រីខ្ញុំថតវីដេអូទុកអស់ហើយវីដេអូនឹងអ្នកចិត្តខាងសុទ្ធតែបានបញ្ជាក់ហើយគឺពួកអ្នកទេដែលបង្កចំនួនសុំទោសគេភ្លាមទៅលាងឧបករណ៍កសិកម្មឲ្យស្អាតបាននៅរករឿងទៀតយើងនឹងនាំទៅឃុំខ្លួននៅប៉ុស្តិ៍យ៉ាងម៉េចមិនចង់លាងមែនទេបើអីចឹងតាមយើងទៅប៉ុស្តិ៍លាងពួកយើងលាងឲ្យវិញសំមុខហើយល្បិចកេងប្រវ័ញ្ចមិនបានសម្រេចក៏ចាញ់បាក់មុខនេះគ្រាន់តែជាទង្វើឈួតចុងក្រោយរបស់វាប៉ុណ្ណោះស្អែកនេះអ្វីទាំងអស់នឹងត្រូវបញ្ចប់មកជីសម្រាប់ផ្លែខ្ទឹមដែលអញត្រូវការខ្ញុំដឹកមកឲ្យហើយនៅមានវិកេប័ត្រទូទាត់ថ្លៃជាការពីឆ្នាំមុនទៀតខ្ញុំក៏បានយកមកដែរសូមអ្នកជួយពិនិត្យមើលបញ្ជីសិនបើគ្មានបញ្ហាអ្វីទេសូមអ្នកទូទាត់លុយមកខ្ញុំត្រូវទូទាត់លុយកាក់នៅដំណាច់ឆ្នាំនេះពូសាងអ្នកទៅទារលុយពីគាត់ធ្វើអ្វី
វត្ថុធាតុដើមសម្រាប់កសិកម្មទាំងអស់គឺខ្ញុំជាអ្នកទិញដូច្នេះលុយត្រូវតែឲ្យមកខ្ញុំលៀងឈៀងអ្នកនៅមានមុខមកនិយាយទៀតហើយពេលឆ្នាំមកនេះតើពេលណាដែលអ្នកធ្លាប់ទិញវត្ថុធាតុដើមម្ដងដែរឬគ្រប់ពេលទាំងអស់គឺសុទ្ធតែម៉ូហ្វីដែលជាអ្នកសម្របសម្រួលនឹងចុះហត្ថលេខាជាមួយខ្ញុំបានឲ្យលុយគាត់ដើម្បីឲ្យគាត់ជួយទិញឲ្យខ្ញុំទេឆ្នាំ2021ទិញកូនឈើអស់18000គឺម៉ូហ្វីប្រើប៉ាន់ឥនទៀនរបស់គាត់ទូទាត់ឆ្នាំ2022ទិញជីអស់32000ដោយការផ្ទេរប្រាក់ឆ្នាំ2023ទិញថ្នាំកសិកម្មអស់25000ជារដូវរងាអស់45000សរុបទាំងអស់120,000សុទ្ធតែលីនម៉ូជាអ្នកចេញលុយឯងមានភូស្តាំងនៃការផ្ទេរលុយទេឯងគ្មានភូស្តាំងផ្ទេរលុយទេត្រូវទេរាល់ពេលដល់ពេលត្រូវបង់លុយឯងតែងតែធ្វើជាគ្មានលុយប៉ុន្មានឆ្នាំមកនេះគឺខ្ញុំយកលុយសន្សំផ្ទាល់ខ្លួនមកទូទាត់ទាំងអស់រដូវក្តៅឆ្នាំ2022ឯងមកជំពាក់ជីខ្ញុំពីការ៉ុងរហូតមកដល់ពេលនេះឯងមិនទាន់សងលុយខ្ញុំនៅឡើយទេបើឯងនៅតែនិយាយរឿងមិនពិតទៀតនោះខ្ញុំនឹងយកបញ្ជីជំពាក់ថ្លៃជីកសិកម្មរបស់គ្រួសារឯងទៅបិទប្រកាសនៅមុខភូមិឲ្យដឹងទាំងអស់គ្នាលីងឈៀងពិតជាចិត្តខ្មៅណាស់កម្លាំងក៏មិនចេញលុយថ្លៃជីក៏មិនព្រមបង់នៅហ៊ានមកអ៊ូថាជាលុយរបស់គេទៀតពូសាងលុយ120,000ទេទៅហើយឯងថាឯងឲ្យលុយខ្ញុំទិញជីកសិកម្មឥឡូវនេះសងលុយ120,000នោះមកខ្ញុំវិញខ្ញុំទទួលស្គាល់ថាអ្នកជាអ្នកទិញជីនឹងសម្រាប់អ្នកនៅតែរកទៀតខ្ញុំនឹងយកលិខិតជំពាក់បំណុលនេះទៅបិទនៅមុខភូមិភ្លាមឲ្យអ្នកភូមិឃើញទាំងអស់គ្នាថាពួកអ្នកជំពាក់លុយគេប៉ុន្មានម៉ូហ្វីកុំបារម្ភអីបងនឹងធ្វើជាសាក់សេឲ្យឯង3ឆ្នាំមកនេះថ្លៃជីនឹងសម្ភារកសិកម្មសុទ្ធតែឯងចំណាយផ្លែឈើនេះកើតឡើងដោយសារតែឯងនិយាយរឿងនេះនៅគ្រប់ទីកន្លែងអរគុណបងចាងមានទាំងបងចាងនិងឯកសារបញ្ជាក់ច្បាស់លាស់បែបនេះខ្ញុំចង់ដឹងថាពួកឯងនឹងប្រើល្បិចអ្វីទៀតលោកលីមកដល់ហើយដល់ពេលត្រូវទូទាត់គ្នាជាចុងក្រោយហើយម៉ូហ្វីគុណភាពផ្លែឈើឆ្នាំនេះយ៉ាងម៉េចដែរខ្ញុំបានត្រៀមប្រាក់កក់មកជាមួយបើគ្មានបញ្ហាអ្វីទេនោះថ្ងៃនេះខ្ញុំនឹងផ្ទេរប្រាក់ថ្លៃទំនិញពាក់កណ្ដាលឲ្យអ្នកលោកលីវកុំទៅជឿវាជាមនុស្សបោកប្រាស់ចំការនេះជារបស់ខ្ញុំកិច្ចសន្យានោះគឺវាជាអ្នកខ្លាញ់បន្លំឡើងលោកគ្រាន់តែផ្ទេរលុយមកឲ្យខ្ញុំនឹងលក់ឲ្យលោកថោកជាងតម្លៃទីផ្សារ2រៀលក្នុង1គីឡូខ្ញុំបានចុះកិច្ចសន្យាផ្គត់ផ្គង់ផ្លែឈើជាមួយលីងមូរយៈពេល3ឆ្នាំមកហើយខ្ញុំទទួលស្គាល់តែហត្ថលេខារបស់គេប៉ុណ្ណោះខ្ញុំទទួលយកតែផ្លែឈើដែលគេដាំប៉ុណ្ណោះអ្នកជានរណាខ្ញុំមិនស្គាល់អ្នកទេខ្ញុំជាបងប្អូនជីដូនមួយរបស់គេភ្នំនេះជារបស់ខ្ញុំវាគ្រាន់តែជាអ្នកស៊ីឈ្នួលធ្វើការប៉ុណ្ណោះលោកផ្ទេរលុយមកឲ្យខ្ញុំក៏ដូចគ្នាដែរឆ្នាំមុនពេលដែលខ្ញុំមកទិញផ្លែឈើខ្ញុំសួរអ្នកថាកម្រិតជាតិស្ករក្នុងផ្លែក្រូចត្រូវមានប៉ុន្មានអ្នកបែរជានិយាយថាអត់ដឹងពេលខ្ញុំសួរពីរបៀបការពារជំងឺរលាកលើផ្លែក្រូចអ្នកក៏នៅតែឆ្លើយថាអត់ដឹងការប៉ាន់ស្មានទិន្នផលឆ្នាំនេះបានប៉ុន្មានឯងនៅតែមិនដឹងទៀតឲ្យខ្ញុំចុះកិច្ចសន្យាជាមួយមនុស្សដែលមិនដឹងអីសោះបែបនេះឯងគិតថាខ្ញុំល្ងងមែនទេបើឯងនៅតែមករ៉ារ៉ាំងពួកយើងមិនឲ្យដឹកទំនិញទៀតហើយធ្វើឲ្យខូចពេលវេលាដឹកជញ្ជូនថ្លៃពីនៃ30000ក្នុងមួយថ្ងៃឯងសងគេរួចទេបើពួកឯងហ៊ានមករ៉ារ៉ាំងឡើងពួកយើងនឹងប្តឹងប៉ូលីសភ្លាមដល់ពេលនោះគេនឹងចាប់ពួកឯងទៅដាក់គុកទាំងអស់ចាំមើលទៅកម្រិតជាតិស្ករគឺលើសពី18ដឺក្រេទាំងអស់បំផុតគឺដល់ទៅ 15.5 ដឺក្រេល្អណាស់ថ្ងៃនេះដឹកជញ្ជូនតែម្ដងទៅរសៀលនេះខ្ញុំនឹងផ្ញើប្រាក់ថ្លៃទំនិញពាក់កណ្ដាលចំនួន 1.43 លានចូលទៅក្នុងកាណេរបស់អ្នកគ្មានបញ្ហាទេលោកលីវសង្ឃឹមថាយើងនឹងសហការគ្នាបានល្អលុយមួយចំនួននេះធ្វើឲ្យគេចង់បានខ្លាំងណាស់ខ្ញុំត្រូវតែប្រយ័ត្នខ្លាចក្រែងគេធ្វើអ្វីមួយដែលមិនគិតមកក្រោយវាចង់លើកយកគេឈ្មោះឪពុកដែលស្លាប់ទៅហើយរបស់វាមកបន្លាចខ្ញុំមែនទេស្អែកនេះខ្ញុំនឹងទៅជាប្រមាថនៅមុខភ្នូឪពុកវាឲ្យមើលថាវាហ៊ានមកដណ្ដើមលុយលីងឈៀងបើឯងហ៊ានប៉ះភ្នូឪពុកខ្ញុំនឹងធ្វើឲ្យឯងដឹងពីលទ្ធផលមិនខានដាំឡើយខ្ញុំគិតថាយើងសុទ្ធតែជាសាច់ញាតិនឹងគ្នាគ្រាន់តែគេសងលុយដែលជំពាក់ខ្ញុំមកវិញខ្ញុំនឹងរក្សាទុកមុខមាត់ឲ្យគេខ្លះប៉ុន្តែខ្ញុំនឹកស្មានមិនដល់ថាគេហ៊ានទៅប៉ះពាល់ភ្នូឪពុកខ្ញុំម៉ូហ្វីចេញមកឆាប់ឡើងលីនឈៀងនិងវ៉ាងគួយហ្វិនកំពុងដុតក្រដាសជាប្រមាថនៅភ្នូឪពុកឯងហើយតាលីននេះគឺកូនប្រុសដ៏ល្អដែលឯងចិញ្ចឹមមកដណ្ដើមចំការផ្លែឈើរបស់គ្រួសារយើងឯងនៅក្រោមដីក៏ច្បាស់ជាមិនស្ងប់ចិត្តដែរខ្ញុំប្រាប់ឲ្យឯងដឹងចុះកូនប្រុសឯងកុំសង្ឃឹមថានឹងបានលុយសំបីតែមួយកាក់ខ្ញុំនឹងបណ្ដេញវាចេញពីភូមិនេះទៀតផងបិចកតែខ្ញុំជេរនេះមិនត្រឹមត្រូវឪពុកឯងពិតជាខុសដែលបង្កើតកូនជាមនុស្សកុហកបោកប្រាស់បែបនេះស្លាប់ទៅហើយក៏នៅមិនអាចគេងលក់ដោយស្ងប់សុខដែរឯងជេរខ្ញុំមិនអីទេតែបើហ៊ានជេរឪពុកខ្ញុំគឺមិនបានដាច់ខាតចុះបើខ្ញុំជេរតើឯងធ្វើអ្វីខ្ញុំបានឯងអាចធ្វើអ្វីខ្ញុំបានទៅខ្ញុំសុខចិត្តបោះបង់ការងារប្រាក់ខែ$20,000ដើម្បីត្រឡប់មកភូមិវិញរយៈពេល3ឆ្នាំមកនេះខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃកែមកដីនិងកាត់វាឲ្យខ្ញុំថ្មទាំងមូលខ្លាចជាចំការផ្លែឈើដ៏មានតម្លៃវាសំបីតែមួយសេនក៏មិនដែលចេញផងតពេលចំការរកលុយបានវាចង់ដេញខ្ញុំចេញថែមទាំងទៅជាប្រមាថដល់ភ្នូឪពុកខ្ញុំទៀតវាបានជន់លើគោលការណ៍របស់ខ្ញុំទាំងស្រុងហើយលីងឈៀងចាប់ពីពេលនេះទៅទំនាក់ទំនងបងប្អូនរវាងយើងគឺចប់ត្រឹមនេះហើយអ្វីគ្រប់យ៉ាងដែលឯងជំពាក់ខ្ញុំនឹងទាមទារមកវិញទាំងដើមទាំងកាយអស់អាពូឆ្កែឯងមានមនសិការជាមនុស្សនៅរស់គាត់មានគុណលើអ្នកណាស់អ្នកបែរជាហ៊ានទៅជាប្រមាថគាត់ដល់ភ្នូអញវាអាមនុស្សអត់ពូជដូចឯងឲ្យងាប់ចាំមើលសិនទៅអញមិនត្រឹមតែជេរវាទេស្អែកនេះអញនឹងទៅគាស់ភ្នូវាទៀតប៉ាកូនសុំទោសតែធ្វើឲ្យប៉ាត្រូវរងទុក្ខបែបនេះកូននឹងរកយុទ្ធធម៌មកឲ្យប៉ាឲ្យបានអាឡូពូលីនេះជាម៉ូហ្វីព្រឹកស្អែកជួបគ្នានៅទីធ្លាក្នុងចំការផ្លែឈើត្រូវហើយខ្ញុំនឹងទូទាត់រាល់បញ្ហាកុងត្រាជាមួយលីងឈៀងឲ្យដាច់ស្រេចនៅចំពោះមុខអ្នកទាំងអស់ត្រូវបានរៀបចំរួចរាល់អស់ហើយស្អែកនេះខ្ញុំនឹងធ្វើឲ្យវាសូមទោសប៉ាខ្ញុំនៅចំពោះមុខអ្នកខ្ញុំនឹងទាមទារយកអ្វីគ្រប់យ៉ាងដែលជារបស់ខ្ញុំមកវិញអ្នកទាំងអស់គ្នាសូមជួយមើលផងអាមនុស្សក្បត់នេះវាបានខ្លាញ់បន្លំពេជ្រសន្យាដើម្បីបោកប្រាស់យកចំការផ្លែឈើរបស់គ្រួសារយើងនេះវាថែមទាំងហ៊ានមករកល្បិចដាក់យើងទៀតតើត្រកូលលីងរបស់យើងហើយអ្វីក៏មានមនុស្សថោកទាបបែបនេះទៅកើតថ្ងៃនេះខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាមកទីនេះគឺដើម្បីជំរាបបញ្ជីក្នុងរយៈពេល3ឆ្នាំមកនេះឲ្យដឹងស្មើអ្នកណាចំណាយកម្លាំងពលកម្មប៉ុណ្ណាអ្នកណាសូមទទួលបានប៉ុណ្ណាគឺត្រូវនិយាយដោយផ្អែកលើការពិតទាំងអស់ដោយភាពយុត្តិធម៌បំផុតនេះគឺជាកំណត់ហេតុនៃការដាំដុះដែលខ្ញុំកត់ត្រារយៈពេល3ឆ្នាំមកនេះវាជាសៀវភៅកំណត់ហេតុពណ៌ទឹកក្រូចដែលឪពុកខ្ញុំបន្សល់ទុកគ្រប់ទំព័រគឺកត់ត្រាពីពេលវេលាផ្សាំដើមឈើទាំងអស់បរិមាណជីដែលបានដាក់ព្រមទាំងកំណត់ត្រាការពីជំងឺនិងសត្វល្អិត3ឆ្នាំមកនេះមិនដែលខកខានសូម្បីតែមួយថ្ងៃ
កំណត់ហេតុស្អីគេហ្នឹងនោះវាគ្រាន់តែជារឿងដែលឯងសរសេរខ្លួនឯងតែប៉ុណ្ណោះចង់កុហកយ៉ាងម៉េចក៏កុហកទៅតើនឹងរាប់ថាជាពុស្តាងស្អីគេតើជារឿងដែលប្រឌិតឡើងមែនទេអាចរើសយកមួយណាមកពិនិត្យមើលក៏បានអាចរៀបរាប់ពីស្ថានភាពជាក់ស្ដែងនៅពេលនោះបានហើយក៏អាចរកសាកសីមកបញ្ជាក់បានឧទាហរណ៍ថ្ងៃទី17ខែមីនាឆ្នាំ2021ពេលដែលចាប់ផ្ដើមដាក់ជីលើកដំបូងខ្ញុំអត់ងុយដេកពីយប់ពេញឯងនិយាយថាឯងត្រូវទៅទីរួមស្រុកដើម្បីចូលរួមពិធីកោសក់កូនប្រុសរបស់បងប្អូនពីមួយឯងពេលត្រឡប់មកវិញឯងថែមទាំងយូរស្ករគ្រាប់មកពីថងមែនអត់នៅមានទៀតថ្ងៃទី22ខែកក្កដាឆ្នាំ2021ចំការផ្លែឈើជួបបញ្ហាការជំងឺខ្ញុំនៅយាមនៅលើភ្នំ3ថ្ងៃ3យប់បាញ់ថ្នាំសម្លាប់សត្វល្អិតដល់ទៅ8ដងអញបែរជាប្រាប់ថាឯងត្រូវទៅលេងវាក្នុងពេលបានមួយអាទិត្យត្រឡប់មកវិញពាក់អាវក្រៅថ្មីមួយគឺអាវដែលអ្នកកំពុងពាក់នឹងឯងមែនទេខ្ញុំមិនបាច់ធ្វើការធ្ងន់បែបនេះទេខ្ញុំមានទូនីតិគ្រប់គ្រងចំការនិងទទួលខុសត្រូវរឿងតាក់ទងខាងក្រៅការងារទាំងនេះគឺសុទ្ធតែជាទូនីតិរបស់ឯងទទួលខុសត្រូវរឿងតាក់ទងខាងក្រៅអីចុះលុយឧបត្ថម្ភ$12000ដែលសាលាស្រុកផ្ដល់ឲ្យអ្នកណាម្នាក់ពិសេសច្រើន$2000លុយមួយទាំងចប់នេះគឺខ្ញុំរត់ការ3ដងទៅបានឯកសារក៏ខ្ញុំជាអ្នករៀបចំដែរលុយឧបត្ថម្ភក៏ធ្លាក់ចូលក្នុងកាត់ខ្ញុំដែរពេលនោះឯងថាឯងមិនដឹងថាមានលុយនេះសោះតែក្រោយមកដឹងរឿងក៏ទាមទារឲ្យខ្ញុំបែងចែកឲ្យទេឯងកុំមករកពាក្យមិនពិតមកយករបស់នឹងមកឲ្យខ្ញុំធ្វើតាមច្បាប់ទម្លាប់ទៅអ្នកថាអ្នកបានធ្វើការមែនទេមានភស្តុតាងទេមានកំណត់ត្រាដែលអ្នកអត់ទុកទេមានឯកសារសម្រាប់សម្របសម្រួលការងារទេអូយវើយអូយវើយគេធ្វើបាបយើងហើយគ្មានយុត្តិធម៌សោះអ្នកក្រៅមកធ្វើបាបប្តីប្រពន្ធពូយើងបែបនេះនឹងនេះសូមអញ្ជើញពូដែលធ្លាប់មកធ្វើការនៅចំការក្នុងរយៈពេល3ឆ្នាំនេះជួយនិយាយការពិតផងថាតើ3ឆ្នាំមកនេះនរណាជាអ្នកមកធ្វើការនៅចំការនេះហើយជួយប្រាប់ផងថានរណាជាអ្នកបើកលុយថ្លៃឈ្នួលឲ្យអ្នកខ្ញុំសូមនិយាយការពិតមួយម៉ាត់ចុះឆ្នាំទៅពេលខ្ញុំមកធ្វើការគឺឃើញតែម៉ូហ្វីនៅចាំលើចំការរាល់ថ្ងៃគេមកតាំងពីព្រលឹមស្រាងហើយត្រឡប់ទៅវិញពេលល្ងឹតស្លុបទៅហើយមើលចុះផលផ្លែទាំងនេះធំណាស់គ្រប់យ៉ាងសុទ្ធតែជាស្នាដៃរបស់គាត់ដែលដឹកនាំមែនហើយខ្ញុំបានដឹកជីមកទីនេះរយៈពេល3ឆ្នាំមកហើយពេលគឺសុទ្ធតែធ្វើការជាមួយម៉ូហ្វីពេលទម្លាក់ជីក៏ម៉ូហ្វីជាអ្នកជួយដែរលីនឈៀងមិនដែលបង្ហាញមុខម្ដងណាឡើយលើកមុនគេថែមទាំងចង់ឆក់យកជីរបស់ខ្ញុំទៅលក់ទៀតផងតោះតែខ្ញុំជាដេញចេញទៅគេទៅបាត់ឆ្នាំទៅមិញខ្ញុំបានរៀនវិធីបំបើមេឃពីបងម៉ូហ្វីក្នុងរយៈពេលកន្លះឆ្នាំនោះលីនឈៀងមកទីនេះតែ4ដងប៉ុណ្ណោះហើយម្ដងនៅមិនដល់10នាទីផងក៏ទៅបាត់ឆ្នាំមុនចំការខ្ញុំកាត់ជំងឺពេលទៅសួរលីនឈៀងគេសំបីតែជំងឺលាកមេឃឬជំងឺផ្សិតក៏គេបែងចែកមិនដាច់ផងចុងក្រោយបានបងម៉ូហ្វីជិះម៉ូតូទាំងយប់យកថ្នាំមកជួយព្យាបាលឲ្យខ្ញុំស៊ីសំណុកពីលីនមកហើយមែនទេបានជាមកធ្វើជាសាក់សីខ្លាំងៗបែបនេះខ្ញុំឲ្យលុយអ្នកដើម្បីឲ្យអ្នករៀនជំនាញបែរជាអ្នកត្រឡប់មកខំខ្ញុំវិញតើអ្នកធ្លាប់ឲ្យលុយខ្ញុំពេលណាឆ្នាំទៅមិញពេលខ្ញុំជួសជុលដំបូលផ្ទះឲ្យអ្នកនៅជំពាក់ថ្លៃឈ្នួលខ្ញុំ$2000ដែលមិនទាន់សងចង់ឲ្យខ្ញុំយកលិខិតជំពាក់បំណុលមកឲ្យអ្នកទាំងអស់គ្នាឃើញទេនឹងហើយមែនលីនឈៀងថែមទាំងយកលុយថ្លៃរៀនពួកយើងដើម្បីបង្រៀនបច្ចេកទេសខុសទៀតធ្វើឲ្យដើមឈើពួកយើងងាប់អស់រាប់សិបដើមចុងក្រោយបានលីនមកជួយសង្គ្រោះវាវិញរឿងចាស់ទាំងនេះរាល់រឿងទាំងអស់សុទ្ធតែមានសាក្សីបញ្ជាក់លើកនេះអ្នកដោះសារមិនរួចទៀតទេមានអីនិយាយគ្នាល្អទៅកុំប្រើអំពើហិង្សាអីមនុស្សច្រើនណាស់កំពុងមើលយើងរឿងដែលអ្នកទាំងអស់គ្នាទៅតែនិយាយមិញខ្ញុំបានកត់ត្រាទុកទាំងអស់ហើយលីនឈៀងអ្នកថាអ្នកគ្រប់គ្រងចំការតើអ្នកបានធ្វើអ្វីខ្លះតើអ្នកកំពុងរវល់រឿងបេះក្រូចផ្ញើទៅមិត្តភក្តិមែនទេឬមួយរវល់កាត់ប្រាក់ខែកាប់ខ្ញុំជាអ្នកទទួលខុសត្រូវទំនាក់ទំនងខាងក្រៅខ្ញុំជាអ្នករកអ្នកទិញមកខ្ញុំជាអ្នករកហាងលក់សម្ភារៈកសិកម្មបើគ្មានខ្ញុំតើគាត់អាចលក់ផ្លែឈើបានដោយរបៀបណាសន្យាទិញសម្ភារៈកសិកម្មគឺខ្ញុំជាអ្នកចុះហត្ថលេខាសន្យាទិញចូលគឺខ្ញុំជាអ្នកចុះហត្ថលេខានៅលើនោះសុទ្ធតែជាហត្ថលេខារបស់ខ្ញុំសូម្បីតែហាងបងយ៉ែងនៅណាក៏ឯងមិនដឹងផងសូម្បីតែលោកលីជីជនជាតិមកពីណាក៏ឯងមិនដឹងដែរហ៊ាននិយាយថាជាស្នាដៃឯងទៀតឬនេះគឺជាកំណត់ត្រាឆាតជាមួយបងយ៉ែងនិងលោកលីរយៈពេល3ឆ្នាំកន្លងមកចាប់តាំងពីការចរចាតម្លៃសម្ភារៈកសិកម្មរហូតដល់ការផ្ញើគំរូផ្លែឈើខ្ញុំដែលជាអ្នករៀបចំទំនាក់ទំនងកំណត់ត្រាដំបូងបំផុតគឺកាលពីខែតុលាឆ្នាំ2020ពេលនោះខ្ញុំទាន់ទាំងត្រឡប់មកភូមិវិញផងឯងនៅកំពុងធ្វើការងារកំពេចកំពកនៅក្នុងក្រុងនៅឡើយបន្តទៅទៀតយើងនិយាយពីរឿងភ្នំវិញម្ដងលិនខេងតែងតែនិយាយពេញមាត់ថាភ្នំនេះជារបស់គាត់សូមអ្នកទាំងអស់គ្នាមើលចុះតើភ្នំនេះជារបស់អ្នកណាឲ្យប្រកាសទៅភ្នំនេះជារបស់ខ្ញុំមានកិច្ចសន្យានៅឆ្នាំ2015ខ្ញុំបានចុះកិច្ចសន្យាជាមួយភូមិរយៈពេលជួលគឺ20ឆ្នាំកុំទៅជឿសម្ដីវាអីឈៀងកិច្ចសន្យារបស់អ្នកវាផុតកំណត់តាំងពីឆ្នាំ2021ម្លេះកាលនោះខ្ញុំធ្លាប់ប្រាប់អ្នកច្រើនដងហើយឲ្យទៅបន្តកិច្ចសន្យាអ្នកបែរជានិយាយថាខ្ជិះជីលុយមិនព្រមបន្តកិច្ចសន្យាតើអ្នកភ្លេចបាត់ទៅហើយឬខ្ញុំជាអ្នកបន្តកិច្ចសន្យាបន្តរយៈពេល20ឆ្នាំកិច្ចសន្យានៅក្នុងផ្ទះខ្ញុំនេះឯងគ្រាន់តែខ្ញុំមិនបានយកមកជាមួយអ្នកជាអ្នកបន្តការបន្តកិច្ចសន្យាត្រូវបង់ប្រាក់ចំនួន30000កាលនោះអ្នកប្រាប់ខ្ញុំថាគ្មានលុយក្នុងដៃរួចប្រាប់ខ្ញុំកុំឲ្យបន្តគឺខ្ញុំទេដែលខ្លាចវាផុតកំណត់ធ្វើឲ្យប៉ះពាល់ដល់ដើមឈើហូបផ្លែខ្ញុំបានចេញលុយផ្ទាល់ខ្លួន30000រត់ការទៅស្ថានីយកសិកម្ម3ជើងទើបធ្វើឯកសារបន្តកិច្ចសន្យាបាននៅក្នុងកិច្ចសន្យាបានចុះហត្ថលេខាឈ្មោះយើងទាំងពីរអញភ្លេចហើយមែនទេមិនអាចទៅរួចទេខ្ញុំអត់បានចុះហត្ថលេខាទេអញខ្លាចបន្លំកិច្ចសន្យានេះឯងមានភស្តុតាងទេនេះគឺជាវិក័យប័ត្រដែលខ្ញុំបានបង់ថ្លៃជួលដេកឆ្នាំ2021បើឯងមិនជឿអាចទូរស័ព្ទទៅសួរស្ថានីយកសិកម្មឥឡូវនេះបានលីម៉ូមានរឿងអីខ្ញុំបានទទួលឯកសារស្នើសុំប្រាក់ឧបត្ថម្ភឆ្នាំនេះហើយគ្មានបញ្ហាទេពីថ្ងៃទៀតនឹងវេលុយជូនបងលីរំខានបងជួយនិយាយប្រាប់អ្នកទាំងអស់គ្នាបន្តិចរឿងបន្តកិច្ចសន្យាជួលដីភ្នំ20ហិកតានៅភូមិលីជីឡូវកាលពីឆ្នាំ2021អ្នកណាជាអ្នករត់ការអ្នកណាជាអ្នកបង់ថ្លៃជួលក្នុងកិច្ចសន្យាបានសរសេរឈ្មោះអ្នកណារឿងនោះគឺឯងជាអ្នកធ្វើមែនទេពេលនោះអ្នករត់ការដល់ទៅ3ដងថែមទាំងយកថតចម្លងអត្តសញ្ញាណប័ណ្ណរបស់លីនឈៀងទៅទៀតថ្លៃជួលដីគឺការរបស់អ្នកជាអ្នកដកក្នុងកិច្ចសន្យាបានចុះហត្ថលេខាឈ្មោះអ្នកទាំងពីរគឺអ្នកនិងលីនឈៀងក្នុងប្រព័ន្ធមានកត់ត្រាទុកទាំងអស់ឯងកុំចេះតែនិយាយឈៀងផ្ទះយើងទេជាអ្នកបង់លុយឯងស៊ីសំណុកលីនម៉ូមែនទេឯងកំពុងធ្វើសក្ខីកម្មខ្លាំងលីនឈៀងអញស្មានថាលោកកំណត់ហេតុជាគ្នាចោលឲ្យរួចខ្លួនមែនទេខ្ញុំរក្សាទុកវាជានិច្ចសម្ភារៈកសិកម្មអ្នកទិញផលពាក្យស្នើសុំឧបត្ថម្ភការបន្តកិច្ចសន្យាជួលដីខ្ញុំជាអ្នកធ្វើអ្វីដែលអញធ្វើតែមួយគត់នោះគឺយកតែរូបភាពចំការផ្លែឈើទៅកុហកបោកប្រាស់គេគ្រប់កន្លែងថែមទាំងបោកប្រាស់លុយថ្លៃសិក្សាពីអ្នកភូមិយើងជាច្រើនគ្រួសារទៀតផងមែនហើយឆ្នាំមុនខ្ញុំចំណាយអស់$2000ដើម្បីរៀនបច្ចេកទេសពីលីនឈៀងគាត់ធានាថានឹងធ្វើឲ្យខ្ញុំរកចំណូលបានរាប់ម៉ឺន$លទ្ធផលគឺដំណាំខ្ញុំងាប់អស់គ្មានសល់ពេលខ្ញុំទៅទាមទារសំណងគាត់ថែមទាំងវាខ្ញុំទៀតចុងក្រោយគឺបានមករស៊ីទេដែលជួយបង្រៀនខ្ញុំពីរបៀបគ្រប់គ្រងដោយមិនយកលុយលីនឈៀងគឺជាអ្នកបោកប្រាស់សុទ្ធសាធ
មិនអាចទៅរួចទេនេះគ្រាន់តែជាការវិបកជំហានដំបូងប៉ុណ្ណោះបន្ទាប់មកដល់ពេលត្រូវយកពុស្តាងសំខាន់មកបង្ហាញហើយដើម្បីទះមុខឯងរឿងសិទ្ធិកាន់កាប់ភ្នំដែលឯងស្រឡាញ់បំផុតនេះចុះបើកុងត្រាបន្តមានឈ្មោះឯងតើមានបញ្ហាអ្វីកុងត្រាជួលដេកឆ្នាំ2015គឺជាខ្ញុំជាអ្នកចុះហត្ថលេខាភ្នំនេះដើមឡើយជារបស់ខ្ញុំឯងគ្រាន់តែជាអ្នកមករស់នៅលើសមិទ្ធផលរបស់ខ្ញុំប៉ុណ្ណោះប្រញាប់ទៅឲ្យឆ្ងាយពីមុខខ្ញុំទៅតើឯងនៅមានមុខមាត់មកនិយាយទៀតឬឆ្នាំ2015ពេលឯងជួលភ្នំគឺដើម្បីតែយកប្រាក់ឧបត្ថម្ភពីរដ្ឋទេជួល5ឆ្នាំមិនដែលដាំអ្វីសូម្បីតែមួយដើមបើមិនមែនព្រោះតែម៉ូហ្វីត្រឡប់មកដាំដើមឈើហូបផ្លែទេនោះភ្នំនេះប្រហែលជានៅតែជាភ្នំរហស្ថានដដែលឯងនៅមានមុខនិយាយថាភ្នំនេះជារបស់ឯងទៀតឬខ្ញុំមិនខ្វល់ទេកិច្ចសន្យាដើមគឺជារបស់ខ្ញុំភ្នំនេះគឺជារបស់ខ្ញុំដើមឈើដែលគេដាំក៏ជារបស់ខ្ញុំដែរប្រាប់ឲ្យវាឆាប់ចេញទៅឲ្យឆ្ងាយភ្លាមពិតមែនហើយភ្នំនេះជារបស់គ្រួសារយើងទោះបីជាវាបន្តកិច្ចសន្យាក៏ដោយក៏វាប្រើឈ្មោះភ្នំគ្រួសារយើងទៅបន្តដែរគុំសង្ឃឹមថានឹងបានប្រាក់សូម្បីតែមួយកាក់បើខ្លាំងណាស់កាប់ដើមឈើចោលយកទៅដុតធ្វើឧទៅគុំឲ្យនរណាម្នាក់បានអ្វីទាំងអស់ឆ្នាំ2015ពេលឯងជួលភ្នំថ្លៃជួលមួយឆ្នាំត្រឹមតែ$1000ទេ5ឆ្នាំសរុបតែ$5000ពេលនោះអ្នកថាអត់មានលុយថែមទាំងខ្ចីលុយប៉ាខ្ញុំ$5000ទៀតដល់ឥឡូវនៅមិនទាន់សំផងក្នុងសៀវភៅកត់ត្រារបស់ប៉ាខ្ញុំកត់ទុកច្បាស់ណាស់ចង់ឲ្យខ្ញុំយកមកឲ្យអ្នកមើលទេមិនក៏គេដឹងរឿងនេះខ្ញុំស្មានថាអាចារ្យនោះស្លាប់បាត់ទៅហើយរឿងនេះនឹងគ្មានអ្នកណាដឹងទៀតឡើយលុយ5000ដែលអ្នកខ្ចីប៉ាខ្ញុំនោះគិតទាំងដាំទាំងការឥឡូវអ្នកត្រូវសងខ្ញុំ12000រឿងបំណុលនេះយើងចាំគិតគ្នាពេលក្រោយនោះវាជារឿងដែលខ្ញុំខ្ចីប៉ាអ្នកវាមិនពាក់ព័ន្ធអ្វីជាមួយអ្នកទេកុំយកមកនិយាយឲ្យសោះភ្នំនោះជារបស់ខ្ញុំគឺជារបស់ខ្ញុំពូស៊ីកុងពូមើលនេះចុះនេះគឺជាច្បាប់ចម្លងនៃកិច្ចសន្យាជួលបន្តមានហត្ថលេខារបស់ខ្ញុំនឹងលីនឈៀងនៅលើនោះហើយក៏មានត្រាពណ៌ក្រហមរបស់ស្ថានីយ៍កសិកម្មកិច្ចសន្យាបានចែងថាភ្នំនេះគឺពួកយើងទាំងពីរនាក់ជាអ្នកមកការរួមគ្នាម្នាក់មានសិទ្ធិទទួលបានផលចំណេញ50%មែនទេមែនត្រាផ្លូវការនេះជាការពិតហត្ថលេខាក៏ជារបស់អ្នកទាំងពីរដែរគ្មានបញ្ហាអ្វីទេច្បាប់ចម្លងនឹងវាគ្មានន័យស្អីទេខ្ញុំមិនទទួលស្គាល់វាទេបើខ្លាំងពូកែចេញឯកសារដើមមកបើគ្មានទេមានន័យថាវាជាក្រដាស់ខ្លាំងៗគាត់ស្មានថាខ្ញុំបោះវាចោលពិតមែនឬកាលពីចុះហត្ថលេខារួចដំបូងគាត់ប្រាប់ថាកិច្ចសន្យានេះគ្មានប្រយោជន៍ទេហើយបង្ខំឲ្យខ្ញុំបោះវាចោលនឹកស្មានថាខ្ញុំបានទុកវានៅក្នុងទូដែកសុវត្ថិភាពក្នុងក្រុងរហូតមកតើអ្នកប្រកាសជាចង់ឃើញឯកសារដើមមែនទេខ្ញុំបានយកឯកសារដើមមកទីនេះហើយតែប្រសិនបើអ្នកបានឃើញវាហើយគុំសង្ឃឹមថានឹងអាចបដិសេធបានទៀតឲ្យសោះយកវាមកមើលមកបើឯងពិតជាមានឯកសារដើមមែននោះខ្ញុំនឹងក្រាបបង្គំឯង3ដងតែបើឯងរកវាមិនឃើញទេឯងត្រូវតែចាក់ចេញពីគ្រួសារតកូលីភ្លាមយកវាមកបង្ហាញមកនិយាយថាអ្នកទាំងអស់គ្នាកំពុងតែសម្របសម្រួលกันនេះមែនទេខ្ញុំទើបតែមកពីដោះស្រាយឯកសារនៅភូមិក្បែរនេះក៏ឆ្លៀតចូលមកមើលបន្តិចទៅខ្ញុំថែមទាំងបានយកឯកសារពីស្ថានីយ៍កសិកម្មមកទៀតនោះគឺជាច្បាប់ចម្លងកិច្ចសន្យាជួលបន្តខ្ញុំបានថតចម្លងវារួចរាល់ហើយកិច្ចសន្យាជួលបន្តចំនួន20ច្បាប់គឺទុកនៅផ្ទះហើយក៏មានក្នុងពុកទុកទិន្នន័យរបស់ ស្ថានីយ៍កសិកម្មក៏នៅមានរក្សាទុកដែរទោះជាអ្នកហែកឯកសារដើមប៉ុន្មានច្បាប់ក៏អត់ប្រយោជន៍ដែរកុំរត់អីមិនមែនអ្នកចង់លុតជង្គង់សុំទោសទេចាំមើលឯកសារដើមចប់សិនចាំលុតជង្គង់លីនឈៀងក៏នៅទីនេះដែរល្អណាស់កំពុងតែរកអ្នកស្រាប់លើកមុនដែលអ្នកស្នើសុំប្រាក់ឧបត្ថម្ភអ្នកដាំដុះខ្នាតធំនោះគឺដោយសារឯកសារคล้ายៗទើបគេច្រានចោលមកវិញចាប់ពីកុំយកចំការផ្លែឈើរបស់គេមកធ្វើជាដើម្បីយកទៅដាក់ពាក្យស្នើសុំវាគ្មានប្រយោជន៍ទេលីនឈៀងធ្លាប់ធ្វើរឿងបែបនេះដែរឯងនិយាយអីមិនសមរម្យនោះគឺជាចំការរបស់ខ្ញុំមិនបានខ្លាញ់បន្លំទេនេះគឺជាឯកសារឆ្នាំ2021ច្បាប់ចម្លងនៃកិច្ចសន្យាជួលបន្តអ្នកដាក់ពាក្យគឺលីនម៉ូនិងលីនឈៀងថ្លៃឈ្នួលដីគឺលីនម៉ូជាអ្នកបង់ទាំងហត្ថលេខានិងត្រាស្របច្បាប់វាពិតជាត្រឹមត្រូវតាមច្បាប់ហត្ថលេខានេះមិនមែនជារបស់ខ្ញុំទេគឺគាត់ជាអ្នកខ្លាញ់បន្លំវាឡើងខ្ញុំមិនដែលចុះហត្ថលេខាទេព្រោះតែខ្លាចឯងបដិសេធមិនព្រមសោះពេលនោះខ្ញុំបានថតវីដេអូទុកជាភស្តុតាងឯងមើលដោយខ្លួនឯងទៅមុខក្រាស់មែនទេឯងជាអ្នកចុះហត្ថលេខាខ្លួនឯងតើហ៊ានថាខ្លាញ់ខ្លាយយ៉ាងម៉េចទៅមិនអាចទៅរួចទេខ្ញុំបានប្រាប់ឲ្យវាដុតចោលអស់ហើយតើហើយអ្វីនៅមានរក្សាទុកទៀតដីភ្នំនោះគឺជាកម្មសិទ្ធិរួមរបស់ពួកអ្នកម្នាក់មានចំណែក50%ស្មើគ្នាលីនមូលុយឧបត្ថម្ភឆ្នាំនេះចិត្តទម្លាក់មកហើយកុំភ្លេចពិនិត្យមើលផងខ្ញុំសុំទៅមុនហើយនេះគឺជាឯកសារនៅក្នុងដៃខ្ញុំអ្នកអាចពិនិត្យមើលបានថាវាដូចនឹងឯកសារដើមដែរឬអត់ខ្ញុំនឹងហែកវាចោលលែងមានកិច្ចសន្យាអីទៀតហើយដីភ្នំនេះនៅតែជារបស់ខ្ញុំដដែលខ្ញុំបានថតចម្លងទុក20ច្បាប់នៅឯផ្ទះបាត់ទៅហើយថែមទាំងទុកក្នុង cloud របស់ ទៀតនៅស្ថានីយ៍កសិកម្មក៏មានរក្សាទុកដែរទោះឯងហែកចោល100ច្បាប់ក៏គ្មានប្រយោជន៍ដែរលីនឈៀងវាឈួតទៅហើយមែនទេហែកឯកសារចោលទៅបានប្រយោជន៍អីខៀងធ្វើជាមនុស្សត្រូវមានសិលធម៌ផងពីដំបូងឡើយគឺឯងទេដែលអង្វរឲ្យមកត្រឡប់មកវិញសន្យាថានឹងចែកគ្នា50ហើយចាប់គិតលុយឲ្យគេទៅបើមិនអញ្ចឹងទេអ្នកភូមិគេមើលងាយឯងស្លាប់ហើយខ្ញុំមិនព្រមទទួលស្គាល់ទេខ្ញុំថាមិនព្រមគឺមិនព្រមបើខ្លាំងទៅដឹងខ្ញុំទៅខ្ញុំអត់ឲ្យលុយនឹងទេលែងដែរឯងទៅមិនបាច់ដេញតាមទេគេរត់មិនរួចទេដោយសារមានកិច្ចសន្យាជាមួយអ្នកទិញគេមិនអាចទទួលបានប្រាក់ពីទំនិញសំបីតែចុងក្រោយគេច្បាស់ជាត្រឡប់មករកខ្ញុំដើម្បីគិតគូរលុយកាក់មិនខាតលោកលីវរឿងនៅទីនេះចិត្តចប់ហើយស្អែកនេះលោកមកទៀងទាត់កាននេះហើយទូទាត់លុយមកគ្មានបញ្ហាទេព្រឹកស្អែកតនព្រលឹមខ្ញុំនឹងទៅដល់លើកនេះលីងឈៀងកិច្ចមិនរួចទៀតទេទ្រព្យសម្បត្តិទាំង3នេះជាកម្មសិទ្ធិរួមប្រាក់ចំណេញត្រូវតែបែងចែកជា2ស្មើគ្នាបើមិនដូច្នេះទេទៅដល់ណាក៏គ្មានហេតុផលដែរថ្ងៃនេះរំខានអ្នកទាំងអស់គ្នាជួយធ្វើជាសាក់សីផងប្រាក់ចំណូលសរុបគឺ2.851លានកាត់ថ្លៃដាំសម្ភារៈកសិកម្មថ្លៃឈ្នួលពលកម្មនិងថ្លៃដឹកជញ្ជូនសរុបចំនួន310,000ប្រាក់ចំណេញសុទ្ធគឺ2.55លានតាមកិច្ចសន្យាដៃគូប្រាក់ចំណេញត្រូវចែកគ្នា50-50បូករួមទាំងប្រាក់ពីហាងរបស់ខ្ញុំដកថ្លៃឈ្នួលដែលគាត់បានឲ្យរួចមកគាត់នៅជំពាក់ខ្ញុំ1.3935លានទៀតខ្ញុំមិនយកលើសពីគាត់សំបីតែ1សេនម៉ូស៊ឺធ្វើការមានយុទ្ធធនណាស់បើជាអ្នកដតីគេប្រកាសជាទីទាំងការប្រាក់និងថ្លៃខូចខាតផ្លូវចិត្តហើយលោកសមិទ្ធមើលនេះចុះគាត់ខ្លាញ់បន្លំកិច្ចសន្យាហើយរំលោភយកភ្នំរបស់ខ្ញុំលោកជួយចាប់ខ្លួនគាត់ទៅភស្តុតាងទាំងអស់នេះគឺត្រឹមត្រូវនិងមានសុពលភាពភ្នំនោះពិតជាអ្នកទាំងពីរជួលរួមគ្នាពិតមែនកិច្ចព្រមព្រៀងភាពជាដៃគូក៏ជាការពិតដែរបើអ្នកមិនព្រមអនុវត្តតាមកិច្ចសន្យាទេភាគីម្ខាងទៀតអាចប្តឹងអ្នកបានដល់ពេលនោះអ្នកមិនត្រឹមតែត្រូវសងលុយគេទេថែមទាំងត្រូវបង់ថ្លៃសេវាបណ្ដឹងទៀតហើយនឹងប៉ះពាល់ដល់ប្រវត្តិអន្ទានរបស់អ្នកយល់ថា
អ្នកគួរតែចរចាដោះស្រាយជាមួយគេទៅយកសិទ្ធិអីមកធ្វើបែបនេះអ្វីបានជាភ្នំផ្ទះខ្ញុំត្រូវបែងចែកពាក្យកណ្ដាលតើនៅមានច្បាប់ទម្លាប់ទៀតទេជីវិតបែបនេះមិនអាចបន្តបានទេសួនផ្លែឈើដែលយើងខំថែរក្សាទាំងយប់ទាំងថ្ងៃបែរជាត្រូវចែកពាក្យកណ្ដាលឲ្យអ្នកដទៃទៅវិញរឿងនេះគ្មានច្បាប់ទម្លាប់ទៀតហើយឬថាពួកអ្នកនឿយហត់ខំដាំដុះយ៉ាងម៉េចទៅសូម្បីតែទឹកមួយដំណក់ក៏ពួកអ្នកមិនដែលស្រោចដែរគឺម៉ូតេដែលជាអ្នកដាំទាំងស្រុងនោះហ៊ាននិយាយថានឿយហត់ទៀតនឹងដឹងហើយមែនហើយលុយមួយសេនក៏មិនបានចេញកម្លាំងមួយដំណក់ក៏មិនបានដាក់បែរជាចង់បានចំណេញទាំងមូលទៅវិញខ្ញុំផ្ដល់ឱកាសឲ្យអ្នកជាលើកចុងក្រោយព្រឹកស្អែកលោកលីវនឹងមកទូទាត់លុយបើអ្នកយកព្រមដោះស្រាយតាមគណនីយើងនឹងគិតគូរទៅតាមឯកសារត្រូវសងអ្វីខ្លះឲ្យខ្ញុំត្រូវតែសងចំណែកចំការបើមិនបន្តធ្វើរួមគ្នាទេនោះម្នាក់ទិញចំណែករបស់ខ្ញុំគឺខ្ញុំទិញចំណែករបស់អ្នកតែបើអ្នកមិនព្រមទេនោះខ្ញុំនឹងយកភស្តុតាងទាំងអស់នេះទៅបិទប្រកាសនៅផ្ទាំងសេចក្តីជូនដំណឹងក្នុងទីរួមស្រុកម្យ៉ាងទៀតខ្ញុំនឹងធ្វើតាមច្បាប់ទាមទារយកលុយដែលជាចំណែករបស់ខ្ញុំមកវិញដល់ពេលនោះអ្នកត្រូវតែសងសំណងរំលោភកិច្ចសន្យាព្រមទាំងការប្រាក់ពីលិខិតខ្ចីលុយរបស់ឪពុកខ្ញុំផងដែរស្អែកនេះខ្ញុំនឹងមកគិតបញ្ជីប៉ុន្តែគុំសង្ឃឹមថាអាចយកលើសពីនេះបាន1សេនឡើយគេមិនងាយនឹងព្រមចាញ់បែបនេះទេស្អែកនេះប្រកាសជាមានល្បិចអ្វីទៀតហើយបញ្ជីចំណែកលុយជាង1លាននេះយប់នេះនៅផ្ទះអាញ៉ូទីបំផុតទើបអាចដោះស្រាយបានច្បាស់លាស់យប់ជ្រៅម្លេះខាងក្រៅមានរឿងអ្វីបានជាអ៊ូអរយ៉ាងនេះម៉ូហ្វេយើងសុទ្ធតែជាត្រកូលលីងដូចគ្នាមានរឿងអ្វីគួរតែបិទទ្វារនិយាយគ្នាផ្ទៃក្នុងកុំយកទៅនិយាយប្រាប់គេឯងខាងក្រៅនាំឲ្យគេអស់សំណើចឈៀងបានប្រាប់ខ្ញុំអស់ហើយភ្នំនោះគឺជាកម្មសិទ្ធិរបស់ផ្ទះពួកគេឯងចេញតែបច្ចេកទេសគេឲ្យលុយឯង20,000ទៅបានហើយរឿងនឹងចប់ត្រឹមនឹងទៅយ៉ាងណាក៏ជាសាច់ឈាមនឹងគ្នាដែរកុំឲ្យតែខូចចិត្តខូចខ្លាំងគ្នាតែរឿងលុយតាមហេតុផលអ្វីអាមូវាហត់នឿយធ្វើការ3ឆ្នាំមកនេះវាគួរតែបានលុយជាង1លានចុះហេតុអ្វីឲ្យតែ20,000ពួកអ្នកឯងលំអៀងពេកហើយរឿងផ្ទៃក្នុងត្រកូលលីនរបស់ពួកយើងមិនមែនកិច្ចការដែលអ្នកក្រៅដូចឯងមកចេះដឹងឡើយលីនមូអញប្រាប់ឲ្យឯងដឹងថ្ងៃនេះមេកន្ទ្រីនក៏នៅទីនេះដែរឯងឆ្លើយឲ្យច្បាស់មកលុយ20,000នឹងយកទៅឲ្យទៅឲ្យបាត់បើមិនអញ្ចឹងទេអញនឹងអនុវត្តតាមវិន័យត្រកូលឈ្មោះឯងចេញពីបញ្ជីត្រកូលចាប់ពីពេលនេះទៅឯងលែងជាសមាជិកត្រកូលលីនទៀតហើយភ្នូររបស់ឪពុកឯងក៏មិនអាចកប់ក្នុងដីភ្នូរត្រកូលលីនបានដែរពិតមែនហើយបើឯងមិនព្រមទេនោះពួកយើងនឹងជីកភ្នូរឪពុកឯងចេញយកទៅបោះចោលក្នុងជ្រលងភ្នំពួកគេហ៊ានយកភ្នូរឪពុកខ្ញុំមកគំរាមខ្ញុំដល់ថ្នាក់នេះនេះគឺជាបន្ទាត់ក្រហមចុងក្រោយរបស់ខ្ញុំមិនអាចអត់អន់ឲ្យបានដាច់ខាតលោកមេក្រុមយោងតាមច្បាប់ត្រកូលកាលពីមុនលីនឈៀងបានខ្ចីលុយឪពុកខ្ញុំ5,000រហូតមកដល់ពេលនេះតើត្រូវសងត្រឡប់មកវិញជាមុនឬអត់យោងតាមច្បាប់ត្រកូលរួមហ៊ុនរកស៊ីហើយកេងប្រវ័ញ្ចបងប្អូនឯងតើត្រូវទទួលពីនៃឬអត់យោងតាមច្បាប់ត្រកូលមករករឿងទៀតប្រមាថដល់មុខភ្នូរដូនតាគេតើត្រូវទៅសុំទោសគេដែរឬទេរឿងទាំងអស់នេះហេតុអ្វីបានជាអ្នកមិននិយាយរឿងនឹងពិតមែនឬនេះ